ជំរាបសួរលោកគ្រូខ្ញុំឈ្មោះហ៊ុនម៉ូលីសាមកពីក្រុម AW20 ថ្ងៃនេះខ្ញុំមកនិយាយអំពី attendance ចឹងនេះគឺជា attendance របស់ student យើងទៅមើលកូដទាំងអស់គ្នា នេះ validation info នេះគឺជា student form ដែលយើង design ឥឡូវយើងសាកមក run យើងចុចទៅ people student ហើយ create ហើយយើងបានឃើញ form ចេញមកបែបនេះយើងសាក់វាយអក្សរចូលទៅឥឡូវយើងបញ្ចូលវាបានអស់ហើយយើងមានតែប៉ុណ្ណឹង